បាទសួស្តីបងប្អូនជាសមាជិករបស់សហគមន៍កសិកម្មសាមគ្គីដំបែទាំងអស់គ្នាដែលត្រៀមមកធ្វើការជាពលករដោយការនៅក្នុងប្រទេសកូរ៉េបាទសម្រាប់បងប្អូនដែលមកធ្វើការនៅក្នុងប្រទេសកូរ៉េហ្នឹងគឺយើងមានរយៈពេលពី5ខែទៅ8ខែបាទហើយការងារគឺអត់ដូចគ្នាទេបងប្អូនខ្លះក៏ធ្វើទៅខាងត្រប់ខ្លះទៀតខាងពេញប៉ោះបាទខាងទៀតក៏ធ្វើទៅខាងប្រទេសបាទសម្រាប់ការងារខ្ញុំគឺធ្វើនៅក្នុងកសិដ្ឋានធ្វើក្នុងកសិដ្ឋានពេញប៉ោះហើយកសិដ្ឋានពេញប៉ោះដែលនៅប្រទេសកូរ៉េនេះគឺគេធ្វើជាលក្ខណៈបាទស្តង់ដារបច្ចេកទេសទំនើបអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទសម្រាប់ការដាំដុះនៅប្រទេសកូរ៉េបាទការដាំពេញប៉ោះគឺគេដាំនៅលើស្នោបាទប្រភេទស្នោស្កេតដូងអញ្ចឹងបាទហើយមានប្រព័ន្ធទឹកអីអូតូបាទហើយផ្លែល្អបាទសម្រាប់ដំណាំកសិកម្មនៅក្នុងប្រទេសគេគឺមានតម្លៃបាទតម្លៃខ្ពស់បាទអានេះគឺជាប្រភេទពេញប៉ោះបាទពេញប៉ោះធំផ្លែធំបាទហើយនៅនឹងក៏មានម៉ាស៊ីនកម្ដៅបាទដោយសារនៅក្នុងប្រទេសកូរ៉េហ្នឹងគឺស្ថានភាពត្រជាក់ខ្លាំងបាទនៅក្នុងខែនេះខែត្រជាក់នេះគឺស្ថានភាពបាទរហូតដល់10អង្សាណោះបាទសូម្បីតែទឹកតាមបន្លាយតាមអីហ្នឹងគឺកកហើយ